ចាប់ដើម design ដំបូងគេផុតគឺចាប់ដើម design ពីទូរស័ព្ទដៃមួយដែលពេលហ្នឹងខ្ញុំដូចជាមាន page របស់ខ្ញុំមួយដែលខ្ញុំផុសអីលេងៗអញ្ចឹងណាហើយខ្ញុំ design poster artwork អីផ្សេងៗបានចូលក្នុងនោះឃើញតំណងស្អាតណាមួយមានអារម្មណ៍ថាវាតាក់ទាញចិត្តយ៉ាងដែរអញ្ចឹងទៅត្រូវខ្ញុំមានកូនកំណត់ទូចមួយដែលខ្ញុំនឹកឃើញថាខ្ញុំចង់ចាប់ផ្ដើមរៀនរហូតដល់ពេលខ្ញុំចប់ទី12មកខ្ញុំមករៀនឡើងមករៀននៅសាកលក៏ខ្ញុំចាប់ផ្ដើមជ្រើសរើសយកជំនាញ graphic design តើបងមានអ្នកគេជា idol ក្នុងចិត្តរបស់បងបើស្រាប់ខ្ញុំហ្មង idol អត់មានទេប៉ុន្តែគាត់ជាអ្នកដែលគាត់ inspire យើងឲ្យយើងរៀនខាង design ហើយយើងចូលចិត្តខាង design គឺមានច្រើនមែនតើបើសិនជាអាចត្រឡប់ទៅថ្ងៃដំបូងវិញថ្ងៃដែលបងជ្រើសរើសជំនាញហ្នឹងតើបងនៅតែជ្រើសរើសជំនាញហ្នឹងទៀតអត់100%បើសិនជាត្រឡប់ទៅថ្ងៃខាងក្រោយហើយប្រាប់ខ្លួនឯងវិញជំរាបសួរទស្សនិកជនទាំងអស់គ្នាស្វាគមន៍មកកាន់ podcast design ជំរាបសួរបងនីតាបងសុខទុក្ខមិនដែរឥឡូវខ្ញុំសុខសប្បាយធម្មតាចុះបងខ្ញុំធម្មតាដូចគ្នាឥឡូវឈានចូលមកដល់សំណួររបស់យើងសម្រាប់បងនីតាមូលហេតុអីដែលធ្វើឲ្យបងចាប់ផ្ដើមរៀនជំនាញ design សម្រាប់ខ្ញុំដំបូងដែលខ្ញុំចាប់ផ្ដើមរៀនជំនាញ design ហ្នឹងដោយសារតែទីមួយការស្រឡាញ់ចូលចិត្តនៅជំនាញហ្នឹងឃើញជំនាញហ្នឹងគេរៀនលោអញ្ចឹងណាពេលគេធ្វើ poster អីជាពិសេសពេលដែលជាងជិះកាត់តាមផ្លូវអញ្ចឹងឃើញនៅលើផ្លាក banner ផ្លាកអីហ្នឹងគឺលោអីចង់ចេះរៀនខាងហ្នឹងហើយនៅមួយទៀតឥឡូវហ្នឹងខាង social media ឬក៏ខាង media ហ្នឹងគឺគេប្រើខាង design ច្រើនដោយសារក្រុមហ៊ុននីមួយៗត្រូវការខាង designer អញ្ចឹងណាខ្ញុំគិតថារៀនជំនាញហ្នឹងទៅវាល្អសម្រាប់ខ្លួនឯងហើយអាចរកការងារធ្វើបានហើយបានប្រាក់ខែប្រាក់ចំណូលឯគួរសមចុះបងវិញហេតុអីបានជ្រើសរើសជំនាញ design សម្រាប់ខ្ញុំដោយសារតែដំបូងឡើយខ្ញុំចូលចិត្តខាងកុំព្យូទ័រដោយសារតែខ្ញុំចូលចិត្តខាងកុំព្យូទ័រហ្នឹងហើយបានពីមុនខ្ញុំចូលចិត្តរៀន design ហ្នឹងតែដោយសារតែពេលដែលខ្ញុំមើល social media ច្រើនទៅខ្ញុំអាសាឃើញគេផុសរបៀបជាប្រភេទposter វាមានច្រើនប្រភេទទាំងខាងរបស់ជនជាតិកែនៅក្នុងស្រុកយើងដែរពេលអញ្ចឹងទៅមានថាឃើញតំណងស្អាតណាមួយមានអារម្មណ៍ថាវាតាក់ទាញចិត្តយ៉ាងដែរអញ្ចឹងទៅត្រូវខ្ញុំមានកូនកំណត់ទូចមួយដែលខ្ញុំនឹកឃើញថាខ្ញុំចង់ចាប់ផ្ដើមរៀនរហូតដល់ពេលខ្ញុំចប់ទី12មកខ្ញុំមករៀនឡើងមករៀននៅសាកលក៏ខ្ញុំចាប់ផ្ដើមជ្រើសរើសយកជំនាញ graphic design ហ្នឹងសម្រាប់សំណួរទី2តើបងចាប់ផ្ដើម design ដំបូងនៅពេលណាសម្រាប់ខ្ញុំចាប់ដើម design ដំបូងគេផុតគឺចាប់ដើមពី design ពីទូរស័ព្ទដៃមួយដែលពេលហ្នឹងខ្ញុំដូចជាមាន page របស់ខ្ញុំមួយដែលខ្ញុំផុសអីលេងៗអញ្ចឹងណាហើយខ្ញុំ design poster artwork អីផ្សេងៗបានផុសចូលក្នុងហ្នឹងហើយក៏ចាប់ដើមនឹកឃើញថាជំនាញហ្នឹងអាចនឹងត្រូវជាមួយខ្លួនឯងច្រើនខ្លួនឯងជួយចិត្តខាង design ហ្នឹងហើយជួយចិត្តខាងវិស័យខាង media ហ្នឹងអញ្ចឹងក៏សម្រាប់ចិត្តរៀន design ចាប់តាំងពីពេលហ្នឹងមកតាំងពេលចប់ថ្នាក់ទី12គឺជ្រើសរើសយក design ហ្នឹងមកចុះបងវិញសម្រាប់ខ្ញុំតើចាប់ផ្ដើម design តើតំពេលមករៀននៅសាកលនោះទេដោយសារតែយើងមួយដោយសារយើងអត់តន់យល់ដឹងច្រើនទៅពេលអញ្ចឹងទៅតែពេលមករៀនចូលឆ្នាំទី1ហ្នឹងចាប់ផ្ដើមចេះដឹងដែលខាងសាលាគាត់មកបរៀនហើយខ្ញុំក៏ចាប់ផ្ដើមរៀន design លេងខ្លួនឯងខ្លះចឹងទៅនឹងខ្ញុំចាប់ផ្ដើមរៀនចាប់ផ្ដើម design នៅពេលដែលខ្ញុំមករៀននៅសាកលហើយទេសំណួរបន្ទាប់សម្រាប់បងនីតារវាងការរៀនជាមួយនឹងការ design ហ្នឹងវាមានអីស្រដៀងគ្នាអត់សម្រាប់ខ្ញុំការរៀននៅសាលាហើយនិងការរៀន design នៅផ្ទះខ្លួនឯងគឺមានភាពស្រដៀងគ្នាយ៉ាងច្រើនហើយក៏ខុសគ្នារៀងគួរសមណាស់ដូចថាពេលយើងរៀននៅសាលាធម្មតារៀននៅសាលាវាតែងតែមាន subject អីលាយច្រើនហើយអញ្ចឹងយើងរៀនចាប់សូវបានទេចាប់បានពេលយើង focus ស្ដាប់នៅគ្រូទៅយើងចាប់បានតែបើសិនជាអត់ទេគឺអត់ងាយរៀនយល់ថាយើងអត់សូវចេះប៉ុន្តែបើសិនជាយើង design ខ្លួនឯងនៅផ្ទះអញ្ចឹងទៅយើងព្យាយាម focus លើការ design ហ្នឹងមួយអញ្ចឹងវាថាយើងពេលរៀននៅផ្ទះគឺរៀនឆាប់ចូលជាងនៅសាលាយើងរៀននៅសាលាគ្រាន់តែជាអ្វីដែលយើងអត់ទាន់ដឹងពី design ហ្នឹងអញ្ចឹងយើងត្រូវរកគ្រូដើម្បីជួយយើងដល់ពេលយើង design ខ្លួនឯងនៅផ្ទះគឺវាជាចំណុចគោលរបស់យើងអញ្ចឹងយើងនឹងខំឲ្យ focus លើនឹងកាន់តែខ្លាំងហ្នឹងហើយយើងអាចរៀនសូត្របន្ថែមទៀតទៅអូខេហើយសម្រាប់បងវិញសម្រាប់ខ្ញុំវាខុសគ្នាវាមានស្រដៀងគ្នាដូចបងដែរហ្នឹងតែអីដែលសំខាន់សម្រាប់ខ្ញុំបើសម្រាប់ខ្ញុំផ្ទាល់ហ្មងគឺបើខ្ញុំនៅរៀននៅសាលា
ខ្ញុំចាប់អត់សូវបានយក ដូចគ្នាកន្លែងហ្នឹង ខ្ញុំចាប់អត់សូវបានទេភាគច្រើនខ្ញុំរៀនចាប់បានខ្ញុំរៀនចុះច្រើនហ្នឹងដោយសារតែខ្ញុំអាសាធ្វើអង្គុយធ្វើ poster អីមួយឬមួយក៏ថាពេលដែលខ្ញុំឃើញគេធ្វើ poster អីដែលថ្មីប្លែកខ្ញុំចាប់បានមានគំនិតមួយខ្ញុំចង់រៀនសាកធ្វើដល់ពេលដែលខ្ញុំរៀនសាកធ្វើខ្លួនឯងចឹងទៅនឹងមានថាណាមួយយើងស្វែងរកអ្វីដែលថ្មីបានសម្រាប់ខ្លួនឯងបើខ្ញុំខាងសាលាត្មងគឺខ្ញុំចាក់អត់ចូលទេសម្រាប់សំណួរបន្ទាប់តើបងមានអ្នកគេជា idol ក្នុងចិត្តរបស់បងអត់ បើសម្រាប់ខ្ញុំហ្មង idol គឺអត់មានទេប៉ុន្តែបើជាអ្នកដែលគាត់ inspire យើងឲ្យយើងហ៊ានខាង design ហើយយើងចូលចិត្តខាង design គឺមានច្រើនមែនតើទាំងនៅ YouTube នៅបរទេសហើយនិងនៅស្រុកខ្មែរជាពិសេសនៅប្រទេសយើងគឺមានដែលខ្ញុំមើលនៅលើ social media ឃើញបងដែលគាត់ជា graphic designer ដែលគាត់ professional ហ្មងណាគឺខ្ញុំមានសូត្របានគាត់ពីគាត់ច្រើនមែនតើដូចជាបងកាឌីបងម៉ាណែតឬក៏បងផ្សេងៗទៀតដែលគាត់សុទ្ធសឹងតែជា designer ល្បីៗអញ្ចឹងណាហើយខ្ញុំមានសូត្របានពីគាត់ច្រើនមែនតើហើយគាត់វា inspire យើងចូលចិត្តខាង design ហ្នឹងជាយើង focus លើវាអញ្ចឹងទៅហ្នឹងហើយសម្រាប់បងមាន idol ក្នុងដួងចិត្តនៅសម្រាប់ខ្ញុំបើថាអត់មានទេតែគាត់ថាខ្ញុំអាសាមើលទាំងបរទេសជាមួយនឹងអ្នកនៅក្នុងស្រុកបងអ្នក design នៅក្នុងស្រុកដែរភាគច្រើនខ្ញុំអាសាអស់ឃើញចឹងទៅខ្ញុំចំណុចអីមួយដែលខ្ញុំអត់តន់ដឹងដូចកាលពីមុនដូចថាខ្ញុំអត់តន់ចេះពីរបៀប remote background អីឲ្យបានស្អាតទេទៅខ្ញុំក៏ research មើលទៅមានឃើញបងគាត់ច្រើនដែលគាត់ប្រាប់ពេលហ្នឹងទៅខ្ញុំក៏អាសាមើលតាមដានពួកគាត់ច្រើនសម្រាប់សំណួរចុងក្រោយចង់សួរបងថាបើសិនជាអាចត្រឡប់ទៅថ្ងៃដំបូងវិញថ្ងៃដែលបងជ្រើសរើសជំនាញហ្នឹងតើបងនៅតែជ្រើសរើសជំនាញហ្នឹងទៀតអត់100%បើសិនជាត្រឡប់ទៅថ្ងៃខាងក្រោយហើយប្រាប់ខ្លួនឯងវិញគឺខ្ញុំនៅតែជ្រើសរើសជំនាញហ្នឹងទៅតែដោយសារតែយើងខ្ញុំប្រាប់តាំងពីដំបូងគឺខ្ញុំឆ្លាញ់នៅជំនាញហ្នឹងហើយខ្ញុំចង់រៀនពីជំនាញហ្នឹងមែនតើអញ្ចឹងបើសិនជាត្រឡប់ទៅថ្ងៃដំបូងវិញគឺនៅតែជ្រើសរើសជំនាញហ្នឹងដដែលហ្នឹងហើយទោះបីជាវារៀងពិបាកមែនប៉ុន្តែនឹងព្យាយាមរៀននៅជំនាញហ្នឹងជានៅខ្លួនឯងឆ្លាញ់ចុះសម្រាប់បងវិញសម្រាប់ខ្ញុំនៅតែជ្រើសរើសយកចំណេញនៅដូចគ្នាថាទីមួយស្រឡាញ់ទោះបីជាយើងអត់ទាន់ចេះច្រើនទោះបីជាពេលខ្លះយើងធ្វើនៅ project ណាមួយដូចថាយើងត្រូវកែច្រើនវាធ្វើឲ្យយើងរៀនខ្វល់ចិត្តច្រើនអីអញ្ចឹងមែនតែមានអារម្មណ៍ថាវានៅតែសប្បាយក្នុងការធ្វើព្រោះវាជាការងារមួយដែលយើងស្រឡាញ់ចេញពីបេះដូងយើងមកពេលចឹងមានអារម្មណ៍ថាយើងធ្វើទាំងសប្បាយចិត្តទោះបីជាពេលខ្លះវាធ្វើឲ្យយើងគិតច្រើនស្មុគស្មាញច្រើនក៏ដោយអញ្ចឹង podcast យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងចាំជួបគ្នានៅ podcast បន្តអរគុណអ្នកទាំងអស់គ្នា